អាតេដមេដឹកនាំគុយបាបង្ហាញខ្លួនជាសាធារណៈមិនខ្វល់ដីការចាប់ខ្លួនរបស់អាមេរិកអាតេដមេដឹកនាំដ៏មានឥទ្ធិពលរបស់ប្រទេសគុយបាលោករ៉ុលខាស្ត្រូបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងបន្ទាប់ពីលោកត្រូវបានតុលាការសហរដ្ឋអាមេរិកចោទប្រកាន់ពីបទឃាតកម្មកាលពីខែមុននេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃសៅរ៍ទី6 ខែមិថុនាឆ្នាំ2025ទូរទស្សន៍រដ្ឋគុយបាកាលពីថ្ងៃសុក្របានផ្សាយថាលោក Castro បានចូលរួមក្នុងពិធីអបអរសាទរមួយរបស់ក្រសួងមហាផ្ទៃនៅក្នុងទីក្រុងឡាហាវ៉ានយ៉ាងរំភើយដោយមិនខ្វល់ខ្វាយពីសម្ពាធផ្លូវច្បាប់របស់អាមេរិកឡើយការបង្ហាញខ្លួននេះបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានទម្លាក់កំហុសនិងចោទប្រកាន់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិគុយបារូបនេះថាជាអ្នកបញ្ជាឲ្យយន្តហោះចម្បាំងគុយបាបាញ់ទម្លាក់យន្តហោះស៊ីវិលដែលបើកដោយក្រុមជនភៀសខ្លួនគុយបាកាលពីឆ្នាំ1996ការចោទប្រកាន់នេះត្រូវបានគេមើលឃើញថាជាការបង្កើនសម្ពាធយ៉ាងខ្លាំងក្លាមួយកម្រិតទាបពីសំណាក់ទីក្រុងវ៉ាស៊ីនតោនទៅលើរដ្ឋាភិបាលកុម្មុយនីសនៃដែនកោះគុយបាមេដឹកនាំជើងចាស់រូបនេះទើបតែបានប្រារព្ធពិធីខួបកំណើតឈានចូលវ័យ95ឆ្នាំកាលពីថ្ងៃពុធកន្លងទៅមុនពេលមានការប្រកាសចោទប្រកាន់ពីបទឃាតកម្មនោះគេបានឃើញលោកបង្ហាញខ្លួនជាសាធារណៈចុងក្រោយបង្អស់គឺនៅក្នុងព្រឹត្តិការណ៍អបអរសាទរទិវាពលកម្មអន្តរជាតិ1ឧសភានៅក្នុងទីក្រុងឡាហាវ៉ានកាលពី1ខែមុនគួររំលឹកផងដែរថាមុនពេលចូលរួមទិវាពលកម្មនោះលោក Castro បានបាត់មុខពីសាធារណជនមួយរយៈធំតាំងពីថ្ងៃទី15ខែមករាកម្លេះកាលនោះលោកបានចូលរួមក្នុងពិធីជាផ្លូវការមួយនៅក្នុងរដ្ឋធានីដើម្បីគោរពវិញ្ញាណក្ខន្ធទាហានគុយបាចំនួន32នាក់ដែលបានភ្លឺជីវិតនៅក្នុងប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolás Maduro